ដំណើរកំសាន្តទឹកឃ្មុំព្រះច័ន្ទសកម្មលើកហ្នឹងគឺយើងទៅមើល sunset នៅ Full Moon Island ដំណើរកំសាន្តលើកនេះពួកខ្ញុំមកជិះឡានទៅខ្ញុំចង់ជិះឡានក្រុងព្រោះអត់ចង់ហត់អត់ចង់ចំណាយកម្លាំងច្រើនតែ 4-5 ម៉ោងឥឡូវយើងមកដល់ផែកោះស្ដេចហើយអញ្ចឹងចេញពីចំណតឡានក្រុងនឹងបន្តិចទៅដើរទៅដល់មុខទៅមានកន្លែងអង្គុយចាំទូកខាង resort គេមកយកយើងអាកាសធាតុក្តៅប៉ុន្តែសំខាន់បានកន្លែងអង្គុយចាំហ្នឹងគឺមានម៉ាស៊ីនត្រជាក់នៅក្នុងហ្នឹងទៀតទៅខែក្តៅមេឃក្តៅអញ្ចឹងបានទឹកសមុទ្រថ្លាស្អាតហើយបើតលេងគឺអត់ស្ដាយក្រោយទេចាំប្រហែល20នាទីខាងទូកគេបានមកយកយើងពីផែហ្នឹងប្រហែលជា10នាទីទៅដល់កោះ7ហ្នឹងហើយអ្នកអរទៅលើទូកហ្នឹងមានសេវីខាងបងវីឡាអូយគាត់បកកែ the best លេខ1បដៅវិញល្អនិយាយព្រោះគួរចង់ស្ដាប់គួរចង់ទៅជួបគាត់ម្ដងបន្ទាប់ពី10នាទីក្រោយហ្នឹងគឺយើងមកដល់ខាង resort ហើយអញ្ចឹងពួកគាត់ក៏មានជា welcome drink ទទួលពួកយើងដែរអញ្ចឹងយើងចង់ញ៉ាំជាអាកុលបែបស្រឿងអីក៏បានកាពាំងបាយជូរផ្អែមក៏បានគាត់សាច់ welcome drink ណាផ្អែមឯណាឈៀលក៏ដល់បានតែចិត្តស្ទុះហើយពួកខ្ញុំក៏បានមកបន្ទប់គេងមកពួកខ្ញុំមានឈ្មោះថា Moon Studio ដំណើរកំសាន្តនេះ honeymoon ចាំបើសិនជាមានកូនដាក់ឈ្មោះកូនឈ្មោះថា Moon មកដល់ក្នុងបន្ទប់គេភ្លាមមិនមែនមានការវ៉ាវបដៅ environment ក្នុងបន្ទប់គេស្ងប់ស្ងាត់ clean private អូយខ្យល់បក់ល្វិចទឹកអឡុកព្រិចដូចគ្រាប់ពេជ្រចឹងអូយបរិយាកាសនេះគឺឲ្យលេខ1នៅជុំវិញបន្ទប់ហ្នឹងមិនមែនគឺសុទ្ធតែក្តាមហនុមានហើយបាក់សៃហោះហើរនៅចិត្តហ្នឹងគឺគេស៊ាំជាមួយនឹងយើងហ្មងអត់ទាន់ធ្វើអីអ្នកនរគ្នាគឺសម្រាប់មកផ្លេប្រាប់បងវីឡាថាបងខ្ញុំទៅ honeymoon គាត់ថាកំព្រួយអូនចាំបងដាក់100រៀលឲ្យខ្ញុំគាត់ដាក់ខ្ញែតែអញ្ចឹងមានការអ្នករៀបបន្ទប់ហ្នឹងគឺមករៀប3-4 ដងផ្លេតទៅគឺមានការល្ងាចឡើងហ្នឹងគឺ enjoy ជាមួយនឹង sunset ញ៉ាំអីអស់ចិត្តឲ្យមកវិញចាគឺគេមានការរៀប surprise happy honeymoon ក្នុងបន្ទប់នេះ